ញ៉ាត់គ្រប់ជ្រាបសួរកាន់ពីមកបងប្អូនបាទតែតែនិយមស្រឡាញ់វិស័យគូបាទថ្ងៃនេះបងសូមចែករំលែកក៏ដូចជាបកស្រាយប្រព័ន្ធជំងឺដំបូកបាទមានខមមិនបងសូមចែករំលែកការព្យាបាលការមើលថែនឹងហើយជាទូទៅពាក់ព័ន្ធជាមួយជំងឺដំបូកខ្ញុំធ្លាប់ធ្វើវីដេអូច្រើនមកហើយបាទក៏តែសារនេះប្រហែលជាបងទៅបានចូលមើលមានមតិលើកឡើងបងលើកនៅខមមិននៅក្នុងវីដេអូសម្រាប់ការមើលថែជំងឺដំបូកជារួមបាទគឺគ្មានថ្នាំមួយមុខណាដែលផ្ដោតសំខាន់សម្រាប់ព្យាបាលនៅលើជំងឺនេះទេជាទូទៅគឺបងអ្នកជំនាញក៏ដូចជាពេទ្យសត្វទាំងអស់គឺគាត់មានតិចក៏ដូចជាការបូករួមថ្នាំបញ្ចូលគ្នាដើម្បីព្យាបាលក៏ប៉ុន្តែពេលខ្លះបងគាត់អត់បានដឹងហានិភ័យបំផុតសម្រាប់កូនអាយុក្រោម7ខែបាទភាគច្រើនកូនក្រោមអាយុ7ខែគឺវាចេញពេញរាងកាយទាំងអស់បាទសុសសាច់ហើយអ្វីដែលគាត់សម្គាល់ហើយនឹងគុណថ្នាំបំផុតគឺចេញបរិវេណខាងក្រោមដូចជាបួរបាទដូចជាពោះប្រអប់ដៃប្រអប់ជើងតែសងខាងនៅខាងក្រោមពាន់ជាមួយនឹងកូនក្រោមអាយុ7ខែបាទសម្រាប់បទពិសោធន៍របស់ខ្ញុំផ្ទាល់គឺខ្ញុំមិនដែលប្រើទេប្រភេទថ្នាំឈ្មោះអាយបូមិកនេះមួយបាទប្រភេទថ្នាំអាយបូមិកនេះគឺកាលណាដែលយើងចាក់ទៅគឺធ្វើឲ្យកូនធ្វើទុកបណ្ដាលឲ្យគោយើងរលាកផ្លូវដង្ហើមបាទធ្ងន់ធ្ងរព្រោះជំងឺដុំពកគឺជាជំងឺមួយដែលក្តៅខ្លាំងបំផុតបាទនៅពេលដែលចាក់អាយបូមិកចូលទៅទៀតគឺធ្វើទុកលើសដើមអញ្ចឹងវិធីមានតែមួយទេគឺត្រូវបាញ់ទឹកឲ្យខ្លាំងបាទត្រូវបាញ់ទឹកឲ្យខ្លាំងហើយក៏មួយទៀតថ្នាំចាក់បាទបញ្ចុះកម្ដៅធ្វើម៉េចតែយើងបញ្ចុះកម្ដៅបានគឺគោយើងអូខេហើយប្រភេទមួយទៀតបើសិនជាវាចេញនៅក្នុងកោមាត់បាទអាការៈវារឹងដាតស៊ីអាកើតបាទត្រូវច្បាច់គុតឆ្មាបាទមួយថ្ងៃមួយចំណិតទៅព្រលឹមឡើងទៅពេលល្ងាចបាទព្រោះគុតឆ្មាវាជួយទៅឲ្យវាបំបត្តិការឈឺចាប់នេះជាបទពិសោធន៍ខ្ញុំផ្ទាល់ហើយបើសម្រាប់ថ្នាំបងចង់បានថ្នាំអាចឆាតឬក៏ខមមិនចូលមកខ្ញុំនឹងឆាតថ្នាំឲ្យទៅបងផ្ទាល់អរគុណច្រើនបងប្អូនចូលចិត្តតាមដានឬចែករំលែកមាតិកាកសិកម្មកុំភ្លេចចុច like និង follow ផេកកសិ